សូមក្រាបថ្វាយបង្គំប្រធេរានុធេរៈគ្រប់ព្រះអង្គសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបន្តជម្រាបជូនជនរួមជាតិអំពីស្ថានភាពវិវត្តថ្មីដែលមានដូចតទៅទី1ច្បាប់ស្តីពីកាតព្វកិច្ចយោធាត្រូវបានព្រឹទ្ធសភាអនុម័តរួចរាល់ហើយនៅថ្ងៃទី20ខែឧសភាឆ្នាំ2026ច្បាប់នេះត្រូវបានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីចាត់ទុកជាការបណ្ដុះស្មារតីនិងមនសិការស្នេហាជាតិដើម្បីត្រៀមខ្លួនលះបង់បម្រើជាតិមាតុភូមិយោងតាមសម្ដេចធិបតីគោលដៅចម្បងនៃការអនុវត្តកាតព្វកិច្ចយោធាគឺជាការកសាងនៅសង្គមមួយដែលប្រកបទៅដោយធនធានមនុស្សដែលមានវិន័យសិលធម៌សមត្ថភាពមនសិការស្នេហាជាតិខ្ពស់មានភាពអង្អាចក្លាហានមានឆន្ទៈមោះមុតនិងត្រៀមខ្លួនជាស្រេចគ្រប់ពេលវេលាដោយហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីបុព្វហេតុការពារជាតិមាតុភូមិដោយឥតលក្ខខណ្ឌសម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រីធ្លាប់បានសង្កត់ធ្ងន់ថាសមត្ថភាពការពារជាតិនៃប្រទេសមួយមិនមែនអាស្រ័យត្រឹមតែលើគ្រឿងសព្វាវុធនិងឧបករណ៍ទំនើបប៉ុណ្ណោះទេប្រទេសជាតិមួយដែលខ្លាំងក្នុងកិច្ចការការពារជាតិគឺដោយសារតែមានកងទ័ពដែលពោរពេញទៅដោយភាពអង្អាចក្លាហានមោះមុតនិងហ៊ានលះបង់គ្រប់បែបយ៉ាងដើម្បីការពារជាតិដោយឥតលក្ខខណ្ឌព្រមទាំងមានប្រជាជនទាំងមូលនៅពីក្រោយខ្នងជារួមសម្ដេចធិបតីនាយករដ្ឋមន្ត្រីមានក្តីប្រាថ្នាចង់ឃើញយុវជននិងប្រជាពលរដ្ឋខ្មែរគ្រប់រូបមានមោទនភាពចំពោះការចូលបំពេញកាតព្វកិច្ចយោធាដោយចាត់ទុកថានោះគឺជាកិត្តិយសដ៏ឧត្តមឧត្តមដែលខ្លួនបានវឹកហាត់ចំណេះជំនាញមួយដ៏មានសារៈសំខាន់បំផុតដែលអាចយកទៅប្រើប្រាស់ដើម្បីការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីនៅពេលណាដែលជាតិត្រូវការជំនួសឲ្យការព្រួយបារម្ភពីការខូចខាតផលប្រយោជន៍ផ្ទាល់ខ្លួននៅពេលចូលបំពេញកាតព្វកិច្ចយោធារយៈពេល2ឆ្នាំសម្ដេចធិបតីចាត់ទុកបទពិសោធន៍នឹងការឈឺចាប់រយៈពេល1ឆ្នាំចុងក្រោយនេះថាជាគន្លឹះដែលយើងទាំងអស់គ្នាត្រូវចងចាំថាកម្ពុជាត្រូវតែពង្រឹងខ្លួនឯងហើយកូនខ្មែរទាំងអស់ជាពិសេសយុវជនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ត្រូវតែត្រៀមចិត្តដើម្បីជួយសម្ដេចក៏បានថ្លែងអំណរគុណចំពោះស្មារតីស្នេហាជាតិរបស់ប្រជាពលរដ្ឋខ្មែរទាំងក្មេងទាំងចាស់ទាំងនៅក្នុងនិងក្រៅប្រទេសទាំងមន្ត្រីរាជការនិងវិស័យឯកជនដែលបានចូលរួមជាមួយនឹងកងទ័ពដើម្បីការពារជាតិមាតុភូមិទោះជាយ៉ាងណាសម្ដេចនាយករដ្ឋមន្ត្រីមិនចង់ឃើញស្មារតីនេះមានត្រឹមតែភ្លើងចម្បាំងទេតែចង់ឃើញស្មារតីស្នេហាជាតិคล้ายទៅជាសកម្មភាពដែលត្រៀមលក្ខណៈដ៏ពេញលេញមួយដើម្បីជួយប្រទេសជាតិទី2តំណាងគណៈបកនយោបាយចំនួន28ដែលបានចងសម្ព័ន្ធភាពជាមួយគណៈបកប្រជាជនកម្ពុជាបានប្រកាសគាំទ្រពេញទំហឹងចំពោះគោលជំហរដោះស្រាយបញ្ហាព្រំដែនរបស់រាជរដ្ឋាភិបាលជាមួយនឹងប្រទេសថៃតាមមធ្យោបាយសន្តិវិធីដោយផ្អែកលើយន្តការទូតនិងច្បាប់អន្តរជាតិការគាំទ្របែបនេះបានធ្វើឡើងក្នុងឱកាសនៃកិច្ចប្រជុំរវាងគណៈបកសម្ព័ន្ធភាពដែលបានបើកធ្វើនៅឯវិមាន7មករាក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី20ខែឧសភាឆ្នាំ2026អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមបញ្ជាក់ជូនជាថ្មីអំពីជំហររបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយនឹងប្រទេសថៃដូចតទៅក្នុងស្មារតីស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិកម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់នៅបទជបាញ់និងគ្រប់ចំណុចទាំងអស់នៃសេចក្តីប្រកាសរួមថ្ងៃទី27ខែធ្នូឆ្នាំ2025ក៏ដូចជាកិច្ចព្រមព្រៀងផ្សេងទៀតដែលបានឯកភាពគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធីតាមយន្តការ JBC ដើម្បីធានាដំណោះស្រាយមួយត្រឹមត្រូវយុត្តិធម៌និងធានាសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែនប្រទេសទាំងពីរកម្ពុជាប្រកាន់ជំហរម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជាថៃដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិនសៀមដោយគោរពគោលការណ៍ច្បាប់អន្តរជាតិគោលការណ៍ខ្សែព្រំដែនមិនកែប្រែ Uti Possibility Juris គោរពអនុសញ្ញាសន្ធិសញ្ញាបារាំងសៀមផែនទីនិងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការបោះបង្គោលព្រំដែនឥណ្ឌូចិនសៀមព្រមទាំងកិច្ចព្រមព្រៀងនិងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នាកាលពីពេលកន្លងមកកម្ពុជាមិនទទួលស្គាល់ដាច់ខាតនៅការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញ
ពីការប្រើប្រាស់កម្លាំងនោះឡើយពាក់ព័ន្ធនឹងតំបន់ទាមទារដែនសមុទ្រត្រួតគ្នារវាងកម្ពុជាថៃរាជរដ្ឋាភិបាលបានសម្រេចប្រើប្រាស់យន្តការផ្សះផ្សាដោយចាប់បង្ខំ compulsory conciliation ដែលស្ថិតនៅក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ UNCLOS បន្ទាប់ពីគណៈរដ្ឋមន្ត្រីថៃបានសម្រេចលុបចោលនៅអនុសារណៈយោគយល់គ្នាឆ្នាំ2001ឬហៅថា MOU 2001ជំហរនេះក៏ទទួលបានការគាំទ្រពេញទំហឹងពីស្ថាប័ននីតិបញ្ញត្តិទាំងពីរគឺព្រឹទ្ធសភានិងរដ្ឋសភាដូច្នេះការគាំទ្រពីសំណាក់គណៈបកសម្ព័ន្ធភាពទាំង28ឬដំណោះស្រាយបញ្ហាព្រំដែនបញ្ជាក់កាន់តែច្បាស់ពីកម្លាំងមហាសាមគ្គីឯកភាពជាតិខ្មែរដ៏រឹងមាំក្នុងការការពារអធិបតេយ្យភាពជាតិបូរណភាពទឹកដីកម្ពុជាអាស្រ័យហេតុនេះសូមបងប្អូនជនរួមជាតិមេត្តាជ្រាបជាព័ត៌មានសូមអរគុណនិងសូមគោរពលាតែប៉ុណ្ណេះបាទ